សម្ដេចតេជោហ៊ុនសែនរំលឹកពីប្រវត្តិនៃការអប់រំបណ្ដុះបណ្ដាលកូនរបស់សម្ដេចរហូតទទួលបាននូវលទ្ធផលដូចពេលនេះសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាតាមរយៈបណ្ដាញសង្គមនៅថ្ងៃទី13ខែមីនាឆ្នាំ2025នេះបានរំលឹកពីប្រវត្តិនៃការអប់រំបណ្ដុះបណ្ដាលកូនរបស់សម្ដេចដោយហ្មត់ចត់តឹងរឹងប្រកបដោយវិន័យទើបទទួលបាននូវលទ្ធផលដូចពេលនេះសម្ដេចតេជោហ៊ុនសែនបានបង្ហោះនៅខ្លឹមសារដូចតទៅពេជ្រកំពុងច្នៃនិងពេជ្រកែច្នៃរួចនឹងកំពុងរក្សាទុកឬនិយាយមួយបែបគឺដាវកំពុងផលិតដាវកំពុងប្រើនិងកំពុងសំលៀងបន្តរូបថតប៉ុន្មានសន្លឹកនេះបង្ហាញពីជោគជ័យនៃការអប់រំបណ្ដុះបណ្ដាលកូនដែលពុកម៉ែប្រើពេលជាង40ឆ្នាំទើបទទួលបានលទ្ធផលដូចថ្ងៃនេះទោះពួកកូនជាកូននាយករដ្ឋមន្ត្រីតែពួកកូនមិនមានម៉ូតូឬឡានជិះទេពួកកូនត្រូវដើរទៅរៀនព្រោះសាលាមិនឆ្ងាយពីផ្ទះទេសាលាចាក់ទុកមុខសំណាងជាងគេម៉ាណែតបានជិះកង់ពីព្រោះទៅរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិដែលឆ្ងាយជាងគេបន្តិចពុកមានលទ្ធភាពគ្រប់គ្រាន់ទិញឡានឬម៉ូតូឲ្យកូនជិះតែពុកចង់ឲ្យពួកកូនស្គាល់នៅជីវភាពប្រជាជនធម្មតាដោយការពុកនៅពីក្មេងសម្ដេចតេជោហ៊ុនសែនបានគូសបញ្ជាក់បន្ថែមថាពេលកូនណាមួយមានកំហុសពួកកូនត្រូវជាប់វិន័យទាំងអស់គ្នាដោយអង្គុយអានសៀវភៅទាំងអស់គ្នាព្រោះពុកចង់ឲ្យពួកកូនចេះជួយដាស់តឿនគ្នាសាមគ្គីគ្នាដើម្បីជៀសវាងជាប់វិន័យទាំងអស់គ្នាពេលពួកកូនចេញទៅសាលារៀននៅក្រៅប្រទេសពុកទៅសរសេរវិន័យបិទក្នុងបន្ទប់គេងបន្ទប់ទឹកដែលពុកចាំជាងគេនៅបារាំងសម្រាប់ម៉ានិតមនីម៉ាលីគឺចេញពីផ្ទះ500ម៉ែត្រត្រូវប្រាប់បងណាក្រានិងសុភានឹងចាយលុយលើសពី100ហ្វ្រេងត្រូវសុំការអនុញ្ញាតពីសុភាពេលពួកកូនចេញទៅសាលារៀនជុំគ្នានៅអាមេរិកដែលមានម៉ាណាម៉ានិតម៉ានីម៉ាលីលើកលែងតែម៉ាណែតពុកសរសេរវិន័យដើរឃ្លាតពីផ្ទះ500ម៉ែត្រត្រូវសុំអ៊ំចាយលុយលើស$50ត្រូវសុំពីអ៊ំទាំងនៅបារាំងទាំងនៅអាមេរិកសុទ្ធមានការកំណត់ម៉ោងត្រូវចូលគេងនិងត្រូវបិទភ្លើងបិទម៉ាស៊ីនកម្ដៅម៉ាស៊ីនត្រជាក់ដើម្បីសន្សំសំចៃភ្លើងសម្ដេចតេជោហ៊ុនសែនបានបញ្ជាក់បន្ថែមថាពុកម៉ែអរគុណកូនដែលជាង20ឆ្នាំមុនបាននិយាយជាមួយគ្នាដែលពុកបានលួចស្ដាប់ឮម៉ានិតនិយាយប្រាប់ទាំងអស់គ្នាថាពុកម៉ែតឹងចំពោះពួកយើងគឺចង់ឲ្យយើងល្អពិតមែនតែពេលនេះពួកកូនមានប្រពន្ធមានប្តីនិងមានកូនព្រមទាំងចេញដឹកនាំប្រទេសឬចូលរួមក្នុងការងារបម្រើជាតិក្នុងឋានៈខ្ពង់ខ្ពស់តែពុកនៅតែរងចាំធ្វើថ្មសំលៀងសម្រាប់ពួកកូនតទៅទៀតពុកម៉ែចង់ឲ្យកូនខិតខំបណ្ដុះបណ្ដាលអប់រំកូនដែលជាចៅរបស់ពុកម៉ែតាមរបៀបពុកម៉ែតទៅទៀតពិសេសផ្ដោតទៅលើគុណធម៌ចរិយាធម៌សិលធម៌ចេះជួយអ្នកក្រីក្រទុនខ្សោយគោរពចាស់ទុំសុភាពរាបសារមិនឆ្មើងឆ្មៃឡាក់ចៅរបស់ពុកម៉ែជាចៅល្អហើយតែត្រូវតែតាមតម្រង់ទិសពួកគេតទៅទៀត